រឿងល្ពៅយក្សនិងកងទិព្វនៅជនបទដាច់ស្រយាលមានគ្រួសារកសិករមួយមានសមាជិក3នាក់ពូសុកជាមេគ្រួសារមានភរិយាឈ្មោះសាននិងកូនប្រុសមួយឈ្មោះសួនកុមារសួនមានអាយុ9ឆ្នាំជារៀងរាល់ថ្ងៃសួនបានចេញទៅតាមឪពុកនិងម្ដាយក្នុងការងារថែទាំចំការមួយស្ថិតនៅឆ្ងាយពីភូមិជិតជើងភ្នំដើម្បីបេះដំណាំមួយចំនួនដូចជាត្រសក់ល្ហុងត្រប់ម្ទេសសណ្ដែកដំឡូងល្ពៅជាដើមយកទៅដោះដូរជាស្រូវអង្ករត្រីសាច់ទុកផ្គត់ផ្គង់ជីវភាពគ្រួសារពីរដូវមួយទៅរដូវមួយទៀតថ្ងៃមួយពេលទៅថែទាំចំការដូចសពដងសួនតែងដើរជួយបេះផលដំណាំដាក់ក្នុងល្អីទុកឲ្យម្ដាយយកទៅដោះដូរនិងជួយបោចដកស្មៅដែលដុះគ្របលើដំណាំទាំងនោះពេលដកស្មៅនៅក្បែរគុម្ពល្ពៅស្រាប់តែប្រទះឃើញផ្លែល្ពៅមួយធំប៉ុនផ្លែខ្វិតហើយស្រែកជម្រាបទៅឪពុកថាពុកនៅទីនេះដើមល្ពៅមានផ្លែមួយហើយពូសុកឮហើយក៏ដើរទៅមើលដោយគ្មានការភ្ញាក់ផ្អើលអ្វីទេហើយយកចបទៅជំរះស្មៅឲ្យស្អាតចេញពីគល់ល្ពៅរួចយកស្មៅស្ងួតមកគ្របលើផ្លែល្ពៅនោះព្រឹកថ្ងៃបន្ទាប់ពេលទៅដល់ចំការសួនរត់សំដៅទៅមើលផ្លែល្ពៅដែលបានឃើញកាលពីម្សិលមិញសួនលន់មាត់ថាអាយ៉ាផ្លែល្ពៅថ្ងៃនេះធំណាស់ហើយពុកពូសុកក្រោយពេលទុកដាក់បាយទឹកបានត្រឹមត្រូវក្នុងរោងយាមរួចក៏លីចបដើរសំដៅទៅមើលផ្លែល្ពៅនោះដែរពេលឃើញភ្លាមពូសុកលន់មាត់តិចថាល្ពៅនេះដូចជាចម្លែកជាងល្ពៅដទៃទៀតមិនដេចបានជាវាធំរហ័សម្លេះដើមរបស់វាមានផ្លែតែមួយគត់ពីម្សិលមិញឃើញប៉ុនផ្លែខ្វិតថ្ងៃនេះធំប៉ុនផ្លែអាលឹកទុំទៅហើយចុះថ្ងៃស្អែកវានឹងធំប៉ុណ្ណាទៅល្ពៅចម្លែកនេះចេះតែធំឡើងជារៀងរាល់ថ្ងៃគ្រាន់តែរយៈពេលកន្លះខែសោះផ្លែល្ពៅធំរហូតដល់ប៉ុនពាងទឹកទៅហើយដោយគិតឃើញថាផ្លែល្ពៅរបស់ខ្លួនមានភាពចម្លែកខុសពីល្ពៅធម្មតាពូសុកខ្លាចក្រែងមានគេឃើញហើយលួចយកទៅគាត់ក៏សម្រេចចិត្តនិយាយប្រាប់ភរិយាគាត់ថានឹងត្រូវទៅដេកយាមផ្លែល្ពៅនោះទៅបានកុមារសួនក៏បានសុំឪពុកទៅដេកជាមួយនៅឯចំការដែរដើមឡើយពូសុកពុំយល់ព្រមនោះទេតែដោយកូនសុំអង្វរពេកនិងមានការយល់ព្រមពីភរិយាផងពូសុកក៏អនុញ្ញាតឲ្យកុមារសួនទៅដេកចាំចំការជាមួយគ្រាន់បានជាគ្នាជាច្រើនយប់កន្លងទៅពុំមានហេតុភេទអ្វីកើតឡើងសោះមានយប់មួយនោះពាក់កណ្ដាលអាធ្រាត្រក្រោមពន្លឺខែ14កើតពូសុកបានឃើញស្រមោលមនុស្សម្នាក់មាឌធំខ្មៅខ្ពស់មកដកដាំល្ពៅផ្លែធំហើយអូសយកទៅពូសុកស្ទុះចេញពីរោងយាមស្រែកបណ្ដើររត់បណ្ដើរសំដៅទៅខាត់មនុស្សមាឌធំនោះដោយបន្លឺថាណែលោកម្ដេចបានជាលោកយកល្ពៅរបស់ខ្ញុំរត់ដល់ជិតទើបពូសុកស្គាល់ច្បាស់ថាមិនមែនជាមនុស្សគឺវាដូចជាសត្វស្វាព្រៃមាឌធំខ្ពស់ជាងមនុស្សធម្មតាខ្លួនប្រាណពោពេញទៅដោយរោម
ដោយអំណាចនៃទឹកចិត្តការពារផលដំណាំដែលខ្លួនបានដាំផ្ទាល់ដៃពូសុកមិនបានគិតដល់មនុស្សចម្លែកនោះចេះស្ដាប់ភាសាមនុស្សឬកាចសាហាវយ៉ាងណានោះទេគាត់គិតតែលើកដៃសំពះនិយាយអង្វរទៅមនុស្សចម្លែកនោះមិនឆ្លើយតបអ្វីមួយម៉ាត់សោះវានៅតែអូសផ្លែល្ពៅសំដៅចូលព្រៃក្រោយចំការធ្វើប្រងើយពូសុករត់ឈរពីមុខលើកដៃសំពះអង្វរមនុស្សចម្លែកនោះថាលោកអ្នកមានរិទ្ធគ្រួសារខ្ញុំក្រណាស់ខ្ញុំបានផ្លែល្ពៅនេះគ្រាន់ដោះដូរជាស្រូវអង្ករមកចិញ្ចឹមគ្រួសារសូមលោកកុំយកទៅអីខ្ញុំសូមអង្វរមនុស្សចម្លែកហាក់ដូចយល់ថាម្ចាស់ចំការនេះក្រហើយស្លូតបូតក៏បានដោះបន្តោងកងស្ពាន់ដែលព្យួរនៅករបស់ខ្លួនហុចឲ្យទៅពូសុកព្រមទាំងធ្វើកាយវិការចង្អុលទៅផ្លែល្ពៅរួចទះមកដើមទ្រូងខ្លួនឯងពូសុកមិនយល់ពីកាយវិការនោះក៏រាដៃរួចបន្លឺថាទេខ្ញុំមិនយកកងនេះទេឲ្យផ្លែល្ពៅមកខ្ញុំវិញទៅខ្ញុំសូមអង្វរជាថ្មីម្ដងទៀតមនុស្សចម្លែកបានចាប់ដៃពូសុកហុចកងស្ពាន់ឲ្យកាន់រួចចង្អុលទៅរោងយាមហើយវែកពូសុកឲ្យឈរមួយចំហៀងរួចអូសផ្លែល្ពៅចូលព្រៃបាត់ទៅពូសុកនឹកហួសចិត្តអស់សង្ឃឹមរកធ្វើអ្វីមិនបានក៏កាន់កងស្ពាន់ដើរសំដៅមករោងយាមវិញពេញមួយយប់នោះពូសុកដេកមិនលក់សោះនឹកឃើញសោកស្ដាយផ្លែល្ពៅដែលមនុស្សចម្លែកបានយកទៅដោយបដូរនឹងកងស្ពាន់មួយនោះព្រឹកឡើងព្រះសូរិយារះផុតចុងព្រៃទិសបូរសំលេងបាក់សាបាក់សីស្រែកខ្ញៀវខ្ញាឆ្លើយឆ្លងគ្នាយ៉ាងរីករាយហាក់ដូចជាចម្រៀងបំពេនៃធម្មជាតិគួរឲ្យចង់ស្ដាប់សួនភ្ញាក់បើកភ្នែកមិនឃើញឪពុកក៏ស្ទុះចេញពីក្នុងមុងឃើញពូសុកកំពុងឈរមើលគុម្ពល្ពៅដែលបាត់ទៅពីយប់មិញសួនរត់ទៅដល់មិនឃើញផ្លែល្ពៅក៏សួរពុកឯណាផ្លែល្ពៅពុកពូសុកក្រវីក្បាលឆ្លើយទៅកូនវិញថាគេយកបាត់ទៅហើយសួនសួរបន្តចុះអ្នកណាយកទៅពុកពូសុកឆ្លើយមានមនុស្សចម្លែកយកទៅហើយកូនសួនសួរពុកម្ដេចបានជាឲ្យគេយកទៅហើយមិនខាត់គេពូសុកឆ្លើយទៅកូនវិញពុកបានអង្វរគេដែរតែគេនៅតែយកឲ្យទាល់តែបានតែគេបានទុកកងស្ពាន់មួយនេះពូសុកកាន់បង្ហាញកូនសួនទទួលយកមកមើលកងស្ពាន់នោះតូចប៉ុនអំបែងត្រឡោកដូងពេលត្រឡប់ផ្អៀងផ្អងមើលសួនឃើញកងនោះដូចជាប្រឡាក់ដីក៏យកដៃជូតសម្អាតស្រាប់តែមានអភូតហេតុមួយកើតឡើងគឺកងស្ពាន់នោះចេញផ្សែងពណ៌ខៀវអណ្ដែកពីតូចរួចគួចផ្គុំជាធំលេចរូបស្រមោលពាក់កណ្ដាលខ្លួនដូចកុមារតូចរៀងធាត់គ្មានពាក់អាវលើក្បាលមានសក់កំប៉ោយវែងធ្លាក់មកចំហៀងអណ្ដែតពីមុខពូសុកនិងកុមារសួនពេលឃើញដំបងសួនខ្លាចណាស់ក៏ទម្លាក់កងនោះទៅដីរត់ទៅអោបឪពុកពីក្រោយខ្នងស្រមោលរូបឧបត្តកនោះលើកដៃសំពះសួនហើយនិយាយថាសូមកុំខ្លាចខ្ញុំជាអ្នកថែរក្សាវត្ថុទិព្វនេះជូនលោកម្ចាស់តើលោកម្ចាស់ត្រូវការអ្វីសូមបញ្ជាមកចុះខ្ញុំនឹងតាមបម្រើលោកម្ចាស់គ្រប់ពេលពោលរួចផ្សែងស្រមោលរូបនោះក៏គួច
ចូលក្នុងកងនោះវិញពេលនោះពូសុកនឹកឃើញពីកាយវិការរបស់មនុស្សចម្លែកបានធ្វើពីយប់មិញបង្ហាញគាត់គឺការចង្អុលទៅផ្លែល្ពៅរួចទះមកដើមទ្រូងខ្លួនឯងហើយដោះកងជាបន្តោងកហុចឲ្យពូសុកនោះបានន័យថាឲ្យផ្លែល្ពៅទៅមនុស្សចម្លែកនោះគេនឹងឲ្យកងស្ពាន់ជាធ្នូវិញឯកាយវិការមនុស្សចម្លែកចង្អុលកងស្ពាន់រួចចង្អុលទៅរោងយាមដែលកុមារសួននៅដេកនោះបានន័យថាគឺកងស្ពាន់នេះជារបស់កុមារសួនពូសុកយល់ហេតុនោះហើយមិនចេញស្ដីហើយក៏អោនទៅរើសយកកងនោះឡើងហុចទៅឲ្យកូនរួចនិយាយថាកងនេះគឺជារបស់កូនហើយបើកូនត្រូវការអ្វីឲ្យគេជួយគេនឹងតាមបម្រើកូនគ្រប់ពេលរួចដឹកដៃកូនត្រឡប់ទៅរោងយាមវិញពូសុកដើរចូលទៅក្នុងរោងយាមយកល្អីរួចដើររកបេះដំណាំ2នាក់ឪពុកនិងកូនបានពេញមួយល្អីលើកទូលហើយនាំកូនត្រឡប់ទៅផ្ទះវិញពេលដល់ផ្ទះវិញពូសុកបានរៀបរាប់ហេតុការណ៍ពីយប់ដែលបានកន្លងទៅឲ្យប្រពន្ធបានស្ដាប់ចាប់ពីពេលនោះមក2នាក់ប្តីប្រពន្ធបានបងបោសអង្អែលកងនោះជាច្រើនដងដែរតែពុំមានហេតុភេទអ្វីកើតឡើងសោះពូសុកបានចាត់ទុកកងស្ពាន់នោះជាវត្ថុទិព្វដោយដាក់លើទីសក្ការៈព្រមទាំងបានអុជធូបជាប្រចាំផងមុខរបរធ្វើចំការនៅតែបន្តដោយធម្មតាថ្ងៃមួយកុមារសួននឹកឃើញថាការងារធ្វើចំការនេះបើគ្មានកម្លាំងអូសទាញនិងសម្ភារៈប្រើប្រាស់ខ្លះទេឃើញថាពុកម៉ែមានការហត់នឿយណាស់រសៀលថ្ងៃមួយនោះបន្ទាប់ពីហូបបាយរួចសួនបានពិគ្រោះនឹងពុកម៉ែថាពុកម៉ែខ្ញុំចង់សួរទៅអ្នកថែរក្សាកងស្ពាន់នោះបានទេពុកម៉ែពូសុកសួរទៅកូនចុះកូនចង់សួរធ្វើអ្វីខ្ញុំចង់សុំឲ្យអ្នកថែរក្សាកងស្ពាន់ជួយយើងឲ្យមានរបស់របរខ្លះសម្រាប់ជួយសម្រាលការងារពុកម៉ែតើបានទេពូសុកងាកទៅមើលមុខប្រពន្ធរួចបន្លឺថាកូននេះដូចជាមានគំនិតល្អហើយម៉ែវាមីងសានឆ្លើយតបពុកវាយើងគួរឲ្យកូនសាកល្បងមើលតើយ៉ាងម៉េចដែរពូសុកសួរតើយើងប្រាថ្នាចង់បានអ្វីកុមារសួនឆ្លើយខ្ញុំប្រាថ្នាចង់បានគោមួយនឹមណាពុកពូសុកថាដូចជាល្អដែរបើអញ្ចឹងកូនសាកមើលទៅពូសុកងើបដើរទៅទីសក្ការៈលើកដៃប្រណម្យរួចលូកដៃទាំងពីរលើកកងស្ពាន់ហុចឲ្យទៅកូនសួនកុមារសួនលើកដៃប្រណម្យរួចទៅទទួលកងពីដៃឪពុកហើយបានអង្អែល3ដងលើកងនោះផ្សែងពណ៌ខៀវក៏លេចចេញគួចគុំកើតចេញជាស្រមោលអ្នកថែរក្សាកងនៅចំពោះមុខអ្នកទាំង3បាននិយាយថាលោកម្ចាស់ហៅខ្ញុំមកមានការអ្វីឲ្យខ្ញុំជួយសូមមានវិចារមកចុះតែសូមលោកម្ចាស់ជ្រាបមុននឹងប្រាថ្នាត្រូវលើកដៃប្រណម្យបួងសួងប្រាថ្នាចង់បានអ្វីដោយបិទភ្នែកពេលបើកភ្នែកវិញនឹងឃើញវត្ថុដូចបំណងហើយតែធ្វើសំណូមពរម្ដងបានតែមួយមុខហើយធ្វើបានតែ3ដងប៉ុណ្ណោះសួនធ្វើតាមបណ្ដាំប្រាថ្នាដំបូងគឺចង់បានគោមួយនឹម
ពេលបើកភ្នែកឡើងវិញក៏ឮសំឡេងគោស្រែកម៉នៅក្រៅផ្ទះពេលនោះអ្នកទាំង3រត់ទៅអើតមើលក្រៅផ្ទះបានឃើញគោមួយនឹមឈរនៅក្រោមដើមអំពិលទឹកមែនមីងសានលើកដៃប្រណម្យហើយនិយាយថានេះពិតជាទេវតាជួយយើងហើយពុកវាពូសុកបែរមករកកូនសួនរួចបន្លឺថាលើកទី2កូនចង់បានអ្វីទៀតសួននិយាយថាបើមានគោហើយខ្វះនង្គ័លនិងរនាស់តើធ្វើចំការម្ដេចនឹងបានលឿនទៅកើតមីងសាននិយាយថាបើអញ្ចឹងកូនសងទៀតចុះសួនបានលើកដៃប្រណម្យ2ដងទៀតដាច់ដោយឡែកពីគ្នាពេលបើកភ្នែកបានឃើញនង្គ័លនិងរនាស់នៅផ្អែកនឹងជញ្ជាំងផ្ទះដូចសេចក្តីប្រាថ្នាតាំងពីបានទទួលអំណោយដោយសារវត្ថុទិព្វនោះមកគ្រួសារពូសុកនៅតែបន្តការងារដូចធម្មតាប៉ុន្តែភោគផលដែលទទួលបានប្រសើរជាងលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃទោះបីជាជីវភាពគ្រួសារពូសុកបានធូរធារបន្តិចក៏ដោយក៏ពូសុកពុំចង់បានអ្វីដោយពឹងផ្អែកទាំងស្រុងទៅលើកងទិព្វនោះឡើយគាត់នៅតែពឹងផ្អែកលើការតស៊ូព្យាយាមអំណត់និងក្តីឧស្សាហ៍របស់គាត់ដដែលនៅពេលចូលឆ្នាំថ្មីខាងមុខនេះសួននឹងឈានចូលដល់វ័យ10ឆ្នាំហើយពូសុកនិងមីងសានបានពិភាក្សាគ្នាគិតឲ្យកូនសួនទៅក្រេបយកចំណេះដឹងពីព្រះសង្ឃនៅឯវត្តមួយក្បែរភូមិនោះបន្ទាប់ពីបានឆ្លងបុណ្យចូលឆ្នាំរួចហើយពូសុកមីងសានព្រមទាំងកុមារសួនផងបានរៀបចំខ្លួនប្រាណនិងប្រដាប់ប្រដាខ្លះដឹកដៃគ្នាសម្ដៅទៅវត្តដើម្បីសូមក្តីមេត្តាប្រោសប្រណីពីព្រះចៅអធិការវត្តឲ្យសួនបានស្នាក់នៅក្រេបយកចំណេះដឹងពីសំណាក់ព្រះសង្ឃព្រះចៅអធិការវត្តបានយល់ព្រមទទួលសួនឲ្យចូលស្នាក់នៅក្នុងវត្តនោះដោយក្តីរីករាយព្រោះព្រះចៅអធិការហាក់ដូចជាមាននិស្ស័យជាមួយនឹងកុមារសួននេះណាស់រយៈពេលកន្លះឆ្នាំបានកន្លងផុតទៅជីវភាពធូរធាររបស់គ្រួសារពូសុកបានដេញឮដល់គ្រួសារពូសេងជាបងប្រុសបង្កើតរបស់ពូសុកដែលរស់នៅក្នុងភូមិផ្សេងទៀតពូសេងនិងមីងនីជាមនុស្សលោភលន់គាត់ខ្លាចប្រពន្ធណាស់ឲ្យតែប្រពន្ធគាត់បញ្ជាអ្វីពូសេងត្រូវតែធ្វើតាមទាំងអស់ថ្ងៃមួយមីងនីបានឲ្យពូសេងទៅស៊ើបពីគ្រួសារពូសុកតើគាត់ធ្វើអ្វីបានជាឆាប់ធូរធារម្ល៉េះរឿងហេតុកើតមានកងទិព្វក្នុងគ្រួសារពូសុកពុំមានអ្នកស្រុកណានៅក្នុងភូមិជាមួយគ្នាណាដឹងឡើយមានព្រឹកមួយគ្រួសារពូសុករៀបចំដឹកគោចេញដំណើរទៅចំការស្រាប់តែឃើញពូសេងដើរចូលមកដល់ក្នុងរបងផ្ទះពូសុកចេញទៅទទួលបងប្រុសដោយក្តីរីករាយពូសុកបានអញ្ជើញបងឲ្យអង្គុយលើគ្រែស្រែកឲ្យមីងសានលើកទឹកជូនបងពិសាពីរនាក់បងប្អូនសួរសុខទុក្ខគ្នាទៅវិញទៅមកជាទម្លាប់ធម្មតាពូសេងងាកមើលមុខក្រោយហើយសួរមួយសួនទៅណាហើយដូចជាមិនឃើញវាអញ្ចឹងមីងសានឆ្លើយតបពីក្នុងផ្ទះថាអ្នកបងអើយប្តីខ្ញុំនិងខ្ញុំបានសម្រេចចិត្តយកវាទៅផ្ញើនៅឯវត្តហើយដើម្បីឲ្យវាបានរៀនសូត្រឲ្យចេះដឹងនឹងគេកុំឲ្យល្ងិតល្ងងដូចពីអ្នកខ្ញុំទៀតព្រោះអីឆ្នាំនេះវាក៏ធំណាស់ហើយដែរ
ពូសុកសួរលោកបងអញ្ជើញមកនេះមានការអ្វីដែរពូសេងឆ្លើយបងនឹកប្អូនទៅមកលេងនឹងឯងនឹងណាពូសុកគាត់ដឹងថាបងរបស់គាត់បើពុំមានការអ្វីទេគាត់ពុំដែលមកលេងនឹងគាត់នោះឡើយពូសេងបន្តអូនឯងឥឡូវដូចជារកស៊ីបានកាក់កបណាស់ហើយតាមានគោដល់ម្នឹមផងតើប្អូនដោះដូរអីទៅបានជាកាក់កបម្លេះពូសុកឆ្លើយដូចបងជ្រាបស្រាប់ហើយធ្វើតែចំការដូចខ្ញុំនេះរកអ្វីដែលបានកាក់កបនោះពូសេងបន្តបើឯងថាមិនកាក់កបចុះគោម្នឹមនេះបានពីណាមកពូសុករៀបនិយាយពីរឿងគោប្រាប់តែប្រពន្ធគាត់ធ្វើសញ្ញាពីក្រោយខ្នងបងថ្លៃគាត់កុំឲ្យនិយាយពូសុកបែរជានិយាយថាបងអើយទម្រាំបានគោម្នឹមនេះគឺគ្រួសារខ្ញុំបានដោះដូររួចសន្សំបានស្រូវច្រើនណាស់ទើបដូរបានគោម្នឹមនេះពូសេងនិយាយបងដូចជាមិនជឿទេឯងដូចជាមានអ្វីលាក់បាំងនឹងបងហើយបងមិនចង់បានអ្វីពីឯងទេបងគ្រាន់តែចង់ដឹងពីមុខរបរប្អូនឯងថាតើធ្វើអ្វីទើបឆាប់បានធូរធារម្លេះបើប្អូនមិនប្រាប់ឲ្យត្រង់ខ្លាចក្រែងមានគេចោទថាប្អូនឯងលួចគោគេនោះណាពូសុកបានឆ្លើយយ៉ាងរហ័សថាទេលោកបងគ្រួសារខ្ញុំមិនធ្វើអ្វីដែលមិនគប្បីនឹងមនសិការរបស់ខ្លួននោះទេដោយលបងបានដឹងចិត្តប្អូនស្រាប់ហើយពូសេងឆ្លើយណាហើយបើអញ្ចឹងបងគ្មានការអ្វីគួរឲ្យឆ្ងល់ទៀតទេបងគិតលាឯងសិនហើយនិយាយបានប៉ុណ្ណេះក៏ក្រោកពីគ្រែដើរចេញទៅពូសុកនិងភរិយាពេលកើតមានពាក្យសម្ដីរបស់បងគាត់បានមកនិយាយមកនេះអ្នកទាំងពីរបារម្ភក្រែងនឹងកើតមានគ្រោះអាសន្នដល់គ្រួសារគាត់នៅថ្ងៃណាមួយដោយពាក្យសម្ដីរបស់បងគាត់នេះរឿងនេះកន្លងបានទៅពី3ថ្ងៃតែប៉ុណ្ណោះក៏ស្រាប់លេចមុខពីអ្នកប្តីប្រពន្ធពូសេងមកដល់ផ្ទះពូសុកម្ដងទៀតក្រោយពីបានទទួលរាក់ទាក់រវាងគ្រួសារទាំងពីរហើយបងប្អូនប្រុសទាំងពីរនាំគ្នានិយាយពីនេះពីនោះនៅលើគ្រែមុខផ្ទះមីងនីនិយាយបណ្ដើរដើរជាមួយមីងសានបណ្ដើរមើលតាំងពីខាងក្រៅផ្ទះរហូតដល់ក្នុងផ្ទះគឺពុំបានឃើញអ្វីឲ្យប្លែកពីកាលដែលគាត់ធ្លាប់បានឃើញនោះទេរបស់ដែលប្លែកគឺមានតែគោមួយនឹមដែលបានចងនៅក្រោមដើមខ្វិតក្រោយផ្ទះនិងបានឃើញនង្គ័លនិងរនាស់ផ្អែកនៅចំហៀងផ្ទះនោះមីងនីបាននិយាយទៅមីងសានថាខ្ញុំបានឮពាក្យសម្ដីអ្នកស្រុកថាគ្រួសារឯងឥឡូវមិនដឹងជាធ្វើអីបានជាធូរធារម្លេះខ្លះថាប្រហែលគ្រួសារឯងប្រព្រឹត្តអំពើមិនត្រឹមត្រូវហើយទើបឆាប់បានធូរធារយ៉ាងនេះមីងសានឆ្លើយគេមានមាត់គេចង់និយាយអីក៏និយាយទៅឲ្យតែគ្រួសារខ្ញុំមិនធ្វើខុសគេចង់ថាអីក៏ស្រេចតែគេចុះក្រោយពីការមកលេងផ្ទះលើកនេះបានកន្លងទៅគ្រួសារពូសុកមានការខ្វល់ខ្វាយនឹងពាក្យមីងនីខ្លាំងណាស់ទើបពូសុកនិងមីងសានពិគ្រោះគ្នាពូសុកនិយាយថាម៉ែវាយើងគិតជម្រាបលាលោកបងឲ្យគាត់ដឹងរឿងពិតទៅអីមីងសានឆ្លើយបើជម្រាបគាត់តាមត្រង់ក្រែងគាត់មានចិត្តលោភលន់ពេកទៅនាំឲ្យកើតមានរឿងហេតុផ្សេងទៀតដោយពុកវាដឹងចិត្តគ្រួសារលោកបងស្រាប់ហើយមីងសានបន្តថារឿងនេះវាជាប់ពាក់ព័ន្ធនឹងកូនយើងទៀតផងព្រោះបើវាមិនទៅអង្អែលកងទឹកទេនោះมันអាចប្រាថ្នាអ្វីបានឡើយគិតសពគិតគ្រប់គ្រួសារពូសុកបានព្រមព្រៀងគ្នាយករឿងកងទឹកនេះជម្រាបបងប្រុសគាត់ឲ្យបានដឹងការពិតទៅទោះបីគាត់ចង់បានអ្វីឲ្យកូនយើងជួយគាត់បានខ្លះទៅដើម្បីកុំឲ្យគាត់តាមរករឿងយើងទៀតគិតរួចពូសុកបានទៅជម្រាបបងប្រុសឲ្យដឹងរឿងពិតពូសេងនិងមីងនីកាលបើដឹងរឿងពិតហើយភ
ភាពលោភលន់ក៏បានផុសឡើងយ៉ាងអន្ទះសាពូសេងនិយាយតបទៅពូសុកបន្ទាប់ពីដឹងរឿងពិតថារឿងកើតហេតុមានយូរយារហើយម្ដេចប្អូនមិនឲ្យបងដឹងផងគ្រាន់បងបានពឹងពាក់ម្ដងម្កាលបើអញ្ចឹងបងទៅខ្ចីប្អូនឥឡូវយកមកផ្សងឲ្យមានបាននឹងគេផងពូសុកឆ្លើយមិនបានទេលបងទោះបីយកមកប្រើនៅពេលនេះក៏ពុំបានដែរពូសេងសួរហេតុអ្វីបានជាប្រើនៅពេលនេះមិនបានពូសុកឆ្លើយមានតែកូនខ្ញុំអាសួនម្នាក់គត់ទៅបញ្ជាកងនោះបានមីនីលូកមាត់ម្ដេចបានជាអញ្ចឹងពូសុកឆ្លើយព្រោះអ្នកថែរក្សាកងទឹកទទួលស្គាល់តែកូនខ្ញុំជាម្ចាស់កងនោះតែម្នាក់គត់ពូសេងបន្តបើអញ្ចឹងយើងទៅហៅឲ្យវាមកជាមួយទៅពូសុកឆ្លើយចាំថ្ងៃស្អែកទៅបងព្រោះពេលនេះថ្ងៃរសៀលហើយខ្ញុំត្រូវទៅសុំព្រះចៅរិកាវត្តថាឲ្យវាមកសួរសុខទុក្ខលោកបងរួចចាំយកកងនោះមកជាមួយគ្រួសារពូសេងតាំងពីទទួលបានដំណឹងដ៏គាប់ចិត្តនេះក៏បានខាត់ប្អូននិងប្អូនថ្លៃឲ្យនៅចាំហូបបាយរួចសឹមឲ្យត្រឡប់មកផ្ទះវិញកាយវិការនេះគឺធ្វើដោយយកចិត្តពូសុកតែប៉ុណ្ណោះពូសុកដឹងថាគាត់ហៅយកតែគួរសមតាមពិតទៅគ្រួសារពូសេងមានការខ្វះខាតជាងគាត់ទៅទៀតហេតុនោះទើបពូសុកមិនព្រមនៅចាំហូបបាយនោះរួចក៏បានជម្រាបលាគ្រួសារបងប្រុសត្រឡប់ទៅផ្ទះវិញមុនត្រឡប់មកដល់ផ្ទះវិញពូសុកបានឈាងចូលទៅសុំព្រះចៅអធិការវត្តដើម្បីសុំឲ្យកូនទៅលេងផ្ទះបាន2-3ថ្ងៃនិយាយពីគ្រួសារពូសេងពេលបានទទួលការយល់ព្រមពីប្អូនថានឹងមកជួយឲ្យប្អូនបានទទួលលាភពីកងទ័ពក៏ដើរអួតផ្សព្វផ្សាយដំណឹងនេះឲ្យអ្នកជិតខាងដឹងឮថាគាត់នឹងធ្វើពិធីផ្សងសំណាងនៅថ្ងៃស្អែកដើម្បីឲ្យគេបានដឹងគ្រប់គ្នាតាមការសន្យាមែនព្រឹកថ្ងៃបន្ទាប់គ្រួសារពូសុកបាននាំកូនមកដល់ផ្ទះពូសេងឃើញមានមនុស្សនៅអ៊ូអរពេញមុខផ្ទះដោយឃើញអ្នកភូមិនាំគ្នាមើលស្រមករកគ្រួសារគាត់គ្រួសារពូសុកបានមើលមុខគ្នារួចងាកទៅសម្ដែងការគួរសមចំពោះអ្នកភូមិជិតខាងហើយនាំគ្នាដើរចូលទៅក្នុងផ្ទះពូសុកបាននិយាយតិចដាក់បងប្រុសថាចុះហេតុអ្វីបានជាបងឲ្យអ្នកស្រុកគេដឹងឮច្រើនគ្នាម្ល៉េះពូសេងនិយាយចុះបងឯងខ្លាចអីនេះជារឿងដែលយើងធ្វើមានបានដោយប្រេងសំណាងមិនមែនទៅលួចគេឯណាថ្ងៃក្រោយយើងខ្លាចជាអ្នកមានគេមិននិយាយដើមយើងហើយគេមិនហ៊ានចោទយើងទៀតផងពូសុកនិយាយតបើដឹងអញ្ចឹងខ្ញុំមិននិយាយរឿងនេះឲ្យបងបានដឹងនោះទេពូសេងឆ្លើយកុំខ្វល់អូនឯងកុំខ្លាចពេកយើងរៀបចំធ្វើពិធីទៅក្រោមក្រសែភ្នែកអ្នកភូមិរាប់សិបនាក់ពូសុកបានលាថង់ក្រណាត់ផដិបពណ៌ប្រផេះយកកងទ័ពឲ្យកូនសួនកាន់រួចងាកទៅរកបងប្រុសនិងបងថ្លៃដែលអង្គុយបត់ជើងលើគ្រែរនាបក្នុងផ្ទះរួចសួរថាតើលោកបងប្រាថ្នាចង់បានអ្វីប្រាប់តកូនសួនបានដឹងជាមុនដើម្បីវាផ្សងជូនលោកបងពេលនោះម្នាក់ឈរប្រជៀតគ្នារងចាំមើលថាតើនឹងមានអ្វីកើតឡើងនៅកណ្ដាលផ្ទះទៀមធ្វើអំពីដើមឫស្សីប្រក់ស្លឹកត្នោតចាស់មើលទៅឃើញមានធ្លុះធ្លាយដោយអន្លើទៅហើយពូសេងនិងភរិយាអង្គុយបត់ជើងលើគ្រែរនាបគ្រួសារពូសុកឈរនៅក្បែរនោះសួនឈរនៅក្បែរគ្រែបែរខ្នងដាក់អ្នកស្រុកដែលបានមកឈរមើលព្រឹត្តិការណ៍នោះសួនសួរលំទាំងពីរប្រាថ្នាចង់បានអ្វីមីងនីឆ្លើយកាត់អ៊ំប្រុសឯងប្រាថ្នាចង់បានមាសប្រពន្ធគាត់និយាយចប់ពូសេងមើលទៅអ្នកឈរចាំមើលហើយបន្តថាគ្មានចង់បានអ្វីក្រៅពីមាស
មានមាសគឺមានអ្វីទាំងអស់មិនអញ្ចឹងបងប្អូនអ្នកឈរមើលសើចមានខ្លះបន្តថាត្រូវហើយសួនបិទភ្នែកដៃទាំងពីរលើកកងឡើងលើត្រឹមក្បាលមាត់និយាយបួងសួងតិចតាមសំណូមពររបស់ឪពុកធំរួចដាក់កងចុះមកត្រឹមទ្រូងដៃមួយកាន់កងដៃមួយទៀតអង្អែលថ្នមលើកងនោះ3 ដងស្រាប់តែមានផ្សែងពណ៌ខៀវក៏ចាប់ផ្ដើមលេចចេញពីកងនោះហើយគួចចេញជាស្រមោលអ្នកថែរក្សាកងនោះរួចសួរថាលោកម្ចាស់ហៅខ្ញុំមកមានការអ្វីសូមលោកម្ចាស់មានវិចារមកចុះតែប៉ុណ្ណោះក៏រលាយបាត់ស្រមោលទៅវិញមួយរំពេចស្រាប់តែមានមាសមួយដុំប៉ុនកដៃក្មេងធ្លាក់ពីលើធ្លាយដំបូលស្លឹកចុះមកលើគ្រែរនាបឮសូរក្តុកនៅចំពោះមុខពូសេងនិងមីងនីអង្គុយនោះពូសេងនិងមីងនីភ្ញាក់ព្រឺតរួចចាប់កាន់ដុំមាសឡើងផ្អៀងផ្អងមើលហើយបន្លឺថាចំជាស័ក្តិសិទ្ធិមែនណាបងអ្នកភូមិដែលឈរមើលហេតុការណ៍នោះខ្លះមើលទៅដុំមាសខ្លះសុំកាន់ដុំមាសខ្លះមើលទៅដំបូលផ្ទះធ្លុះមួយប្រហោងដោយទម្ងន់ដុំមាសដែលធ្លាក់នោះដុំមាសដែលធ្លាក់តាមអំងប្រាថ្នានេះហាក់បីដូចជាការប្រទានឲ្យនេះដោយមិនពេញចិត្តទើបធ្លាក់ទម្លុះដំបូលផ្ទះយ៉ាងនេះគឺមិនផ្ដល់ឲ្យដោយកាលពីឲ្យគោនាងគាល់និងរនាស់ដល់គ្រួសារពូសុកនោះទេសួនបន្តសួរទៅអ៊ំប្រុសទៀតថាលើកទី2តើអ៊ំត្រូវការអ្វីទៀតទេមីងនីឆ្លើយទៀតថាមាសប៉ុណ្ណឹងចាយមិនគ្រប់គ្រាន់ទេក្មួយអ៊ំសុំម្ដងទៀតឲ្យបានច្រើនជាងនេះសួនបួងសួងម្ដងទៀតតាមបំណងប្រាថ្នាអ៊ំស្រីបួងសួងចប់មាសដុំបានធ្លាក់ជាបន្តបន្ទាប់ពីលើអាកាសទម្លុះដំបូលផ្ទះពូសេងធ្លាក់លើគ្រែជាច្រើនដុំខ្លះទៀតចេញទៅលើដីដុំខ្លះធ្លាក់ត្រូវពូសេងនិងមីងនីរបួសក្បាលនិងខ្លួនយ៉ាងដំណំអ្នកស្រុកដែលបានឃើញហេតុការណ៍ជាក់ស្ដែងនាពេលនោះខ្លះនិយាយថាអ្នកសេងនិងអ្នកនីត្រូវរបួសហើយឲ្យឈប់សិនទៅដោយក្តីលោភលន់មិនចេះឆ្អែតឆ្អន់មីងនីនិយាយថារបួសបន្តិចបន្តួចមិនអីទេក្មួយអ៊ំសុំម្ដងទៀតឲ្យគ្រប់3 ដងចុះពូសុកបាននិយាយអង្វរទៅបងទាំងពីរថាប៉ុណ្ណឹងគ្រប់គ្រាន់ហើយបងតើបងចង់បានប៉ុន្មានទៀតមីងនីនិយាយទៅក្មួយសួនមួយឯងមើលផ្ទះអ៊ំចាស់ណាស់ទៅហើយឥឡូវត្រូវខូចខាតទៀតនេះប្រហែលជាទេវតាប្រទានឲ្យអ៊ំបានសង់ផ្ទះថ្មីហើយមាសប៉ុណ្ណឹងសង់មិនគ្រាន់ទេមួយធ្វើតាមអ៊ំទៅក្មួយសួនក៏ធ្វើតាមការចង់បានរបស់អ៊ំស្រីម្ដងនេះមាសមិនមែនធ្លាក់មកម្ដងមួយទាំងដុំនោះទេគឺធ្លាក់បន្តគ្នាជាច្រើនដុំបាក់ដំបូលផ្ទះឮសូរដូចព្យុះក៏ក្រើកដីអ្នកឈរមើលទាំងប៉ុន្មានផ្អើលរត់ចេញក្រៅផ្ទះពូសុកនិងមីងសានចាប់ដៃកូនរត់ចេញមកក្រៅផ្ទះដែរការធ្លាក់ដុំមាសបានស្ងប់សូរពូសុកខ្លាចបងស្លាប់ក៏រត់ចូលមុនគេឃើញគំនរមាសដុំបានកប់បាត់មនុស្សទាំងពីរពូសុកស្រែកហៅបងជាច្រើនម៉ាត់ហើយក៏កាយដុំមាសបណ្ដើស្រែកឲ្យគេជួយបណ្ដើអ្នកស្រុកបានជួយកាយដុំមាសទម្រាំកាយដល់រកឃើញមនុស្ស2 នាក់គឺពូសេងនិងភរិយាបានស្លាប់បាត់ទៅហើយដែលខ្លួនប្រាណពោពេញទៅដោយឈាមក្រហមជោកដីគ្រាន់តែដឹងថា2 នាក់ប្តីប្រពន្ធស្លាប់ស្រាប់តែមានអភូតហេតុបានកើតឡើងគឺដុំមាសទាំងប៉ុន្មានចាប់ផ្ដើមចេញផ្សែងពណ៌ក្រហមប្រមូលគួចផ្ដុំពីគំនរធំរួញមកតូចទៅរួចគួចចេញតាមដំបូលធ្លុះធ្លាយនោះឡើងទៅលើមេឃបាត់អស់ទៅអ្នកមើលឃើញហេតុការណ៍ខ្លះក្រវីក្បាលខ្លះទៀតនិយាយថាពុទ្ធោអើយ
នេះហេតុតែមានភាពលោភលន់ហួសហេតុពេកទើបបណ្ដាលឲ្យស្លាប់ខ្លួនផ្ទះក៏បាក់បែកអស់ឯមាសក៏រលាយបាត់ទៅវិញទៀតបន្ទាប់ពីព្រឹត្តិការណ៍ដ៏ចម្លែកនេះកើតមានឡើងនៅផ្ទះពូសេងមកអ្នកភូមិទាំងអស់បានយល់ដឹងគ្រប់គ្នាពីភាពលោភលន់របស់គ្រួសារពូសេងដែលចង់បានមិនស្កប់ស្កល់និងដឹងថាគ្រួសារពូសុកជាមនុស្សល្អមិនចេះលោភលន់ដែលគួររាប់អានហើយបានដឹងពីប្រវត្តិកងស្ពាន់មួយជាថ្នូរនឹងផ្លែល្ពៅយក្សคล้ายជាវត្ថុទិព្វដ៏កម្ររកបាននៅលើលោកនេះពូសុកនិងវិសាលហេតុតែចរិតធម្មជាតិរបស់គាត់ជាមនុស្សមិនចេះលោភលន់អ្នកទាំងពីរបានព្រមព្រៀងគ្នាយកកងទិព្វនោះទៅប្រគេនព្រះចៅអធិការវត្តទុកជាសម្បត្តិសុខសាន្តមួយសម្រាប់អ្នកស្រុកអ្នកភូមិទាំងអស់គ្នាចំណែកកុមារសួនហេតុតែមាននិស្ស័យក្នុងព្រះធម៌ព្រះសម្មាសម្ពុទ្ធក៏បានស្នើសុំព្រះចៅអធិការបួសជាសាមណេរនៅក្នុងវត្តនោះតរៀងទៅសារជាតិអំបិលរក្សារសប្រៃមនុស្សលោភក្រៃរក្សាក្តីវិនាស